របៀបកំណត់ auto shutdown ទៅលើ user មានន័យថាឲ្យ user បិទម៉ាស៊ីនដោយស្វ័យប្រវត្តិអញ្ចឹងទី1ខ្ញុំចុចទៅលើ user សិនអញ្ចឹង user នេះវាជាលក្ខធម្មតាទេអញ្ចឹងដើម្បីកំណត់ថាឲ្យ user ហ្នឹងបិទ auto គឺខ្ញុំចូលទៅលើ machine server ចូល run បាយពាក្យ shutdown ចឹងខ្ញុំឲ្យ shutdown ដល់ i ចុច a ចុច liberal ដល់មកយើង find ចឹងនេះគឺជាឈ្មោះម៉ាស៊ីនដែលបាន log មកកាន់ server យើងអញ្ចឹងមិនគ្រប់ user ដែលមានច្រើនគឺយើង add ច្រើនទៅថាយើងយក user 11អូខេអញ្ចឹងនៅពេល user 10យ៉ាងម៉េចឲ្យ shutdown ឬឲ្យ restart computer អញ្ចឹងបើយើងឲ្យ restart ទៅយើងយក restart មកអញ្ចឹងនេះចំនួនប្រហែលវិនាទីបើថាយើងដាក់បានតែ999ទេអញ្ចឹងយើងគិតជាវិនាទី second បាទឧទាហរណ៍ថាឥឡូវដាក់ថា90វិនាទីវា90វិនាទីក្នុង60វិនាទីស្មើ1នាទីចឹងដាក់ថា180ទៅចូល3នាទីហើយកន្លែងនេះជាអត្ថន័យយើងសរសេរយើងចង់សេរក៏បានដែរចឹងនេះក៏យើងសេព័ត៌មានឲ្យបង្ហាញចឹងអូខេចឹងពេលនោះនេះគឺជានីតិនៅលើម៉ាស៊ីន client វាចាប់ដើម run ចឹងយើងចង់បិទយើងចង់យ៉ាងម៉េចក៏វានៅតែព័ត៌មាននៅតែ run ធម្មតាចឹងនេះគឺយើងសរសេរអត្ថន័យ please save ចឹងទៅចឹងនៅលើម៉ាស៊ីន client បន្ទាប់មកក្រោយពី3នាទីចឹងម៉ាស៊ីន client ត្រូវបាន restart ដោយស្វ័យប្រវត្តិចឹងយើងរងចាំមើលទាំងអស់គ្នាទៅចឹងវានៅសល់1នាទីទៀតទេចឹងនៅសល់9វិនាទីទៀត